ឥឡូវយើងមកដល់ទីតាំងវត្តភ្នំសពតឡៃហើយនៅពីមុខនេះគឺមានរូបតំណាងកពើមួយគឺនៅពីមុខនឹងជាគៀងហើយនឹងជាផ្លាកបញ្ជាក់ថាយើងមកដល់ទីតាំងរមណីយដ្ឋានភ្នំសពតឡៃហើយត្រង់នេះគឺមានរូបងោកមួយឈរយ៉ាងសង្ហាចេះរៀងសូមរីករាយទស្សនាជាមួយទស្សនីយភាពនៃរមណីយដ្ឋានភ្នំសពតឡៃទាំងអស់គ្នាជាមួយនឹងខ្ញុំបន្តិចទៀតហ្នឹងគឺយើងដល់ក្នុងទ្វារចូលហើយថ្ងៃក៏អស់ស្ដងគាត់ដែរបើសិនមកមុននឹងកន្លះម៉ោងគឺពិតជាល្អឥឡូវយើងមកដល់ហើយនៅក្នុងទ្វារចូលជាមួយនឹង admin សុភាវឌ្ឍន vlog ទាំងអស់គ្នាវត្តភ្នំសពតឡៃ Let's go នៅសងខាងទៅគឺពិតជាស្រស់ស្អាតដោយសារតែសម្បូរទៅដោយដើមឈើធម្មជាតិបើសិនជាយើងមកខែវស្សាទៀតកាន់តែល្អឥឡូវហ្នឹងគឺចូលដល់ខែ12ហើយ7ចូលដល់ខែ5លាក់លំហើយហើយកាន់តែធៀបដល់ទៅត្រាំងមែនតើ